សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់រឿងរ៉ាវពិតដែលត្រូវបានគេដំណើរតៗគ្នាមួយអំពីដំណើរផ្សងព្រេងរន្ធត់នៅលើផ្លូវទៅកាន់ឧស្សាហជាតិគិរីរម្យមិនត្រឹមតែជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតមានខ្យល់បរិសុទ្ធនិងជាទីកំសាន្តនៅពេលថ្ងៃប៉ុណ្ណោះទេប៉ុន្តែនៅពេលថ្ងៃលិចហើយភាពងងឹតចូលមកដល់វាក៏ជាកន្លែងដែលលាក់ទុកនៅអត្ថកំបាំងជាច្រើនតើអ្នកធ្លាប់គិតទេថាផ្លូវបត់បែនឡើងទៅភ្នំនៅពេលយប់ជ្រៅអាចនាំអ្នកទៅរកគោលដៅឬនាំអ្នកទៅកាន់ពិភពមួយផ្សេងទៀតសូមអង្គុយស្ដាប់ឲ្យស្រួលរួចស្ដាប់រឿងរ៉ាវខាងក្រោមនេះឲ្យបានចប់ហើយកុំភ្លេចជួយចុច Subscribe និងចុច Like ផងប្រសិនបើចូលចិត្តរឿងរ៉ាវបែបព្រឹកព្រួចយ៉ាងនេះជប់ស្ងាត់ជារងំនឹងអាប់ដ៏ក្រាស់ម៉ោង 11:45 នាទីយប់ជប់នោះមានភ្លៀងរលឹមស្រេចអូមដោយអាប់ក្រាស់សាយភាយពេញដងផ្លូវសុផានិងមិត្តភ័ក្តិពីរនាក់ទៀតនោះគឺរតនានិងដាលីនបានសម្រេចចិត្តបើកបរយន្តឡើងទៅកាន់កំពូលភ្នំគិរីរម្យពួកគេមានគោលបំណងទៅថតទេសភាពនៅពេលថ្ងៃរះនៅលើកំពូលភ្នំដើម្បីយកទៅធ្វើជាវីដេអូឯកសារសម្រាប់ Channel YouTube របស់ពួកគេបរិយាកាសជុំវិញខ្លួនពិតជាស្ងាត់ជ្រងំមិនមានយានជំនិះផ្សេងទៀតនៅលើដងផ្លូវនោះឡើយពន្លឺភ្លើងហ្វាឡានរបស់សុផាបានចាំងទម្លក់អាប់ពណ៌សហើយបានធ្វើឲ្យឃើញស្រមោលដើមស្រលខ្ពស់ដែលមើលទៅហាក់ដូចជាកំពុងទៅឈរយាមល្បាតតាមដងផ្លូវសុផាឯងប្រកាសទេថាយើងគួរតែឡើងនៅពេលនេះដែលនេះគឺជាអ្វីដែលដាលីនកំពុងតែសួរទាំងទឹកមុខព្រួយបារម្ភព្រោះនាងមានអារម្មណ៍មិនស្រួលតាំងតែពីចេញដំណើរមកម្លេះកុំភ័យអីដាលីនផ្លូវនេះធ្លាប់ទៅហើយតែពេលយប់វាស្ងាត់បន្តិចមែនតែទេសភាពពេលព្រឹកព្រលឹមធ្វើឲ្យយើងមិនខកចិត្តនោះទេដែលនេះគឺជាអ្វីដែលសុផាទៅវិញទាំងញញឹមដើម្បីលួងលោមចិត្តមិត្តប៉ុន្តែរតនាដែលអង្គុយនៅកៅអីខាងមុខបានសម្លឹងមើលទៅអេក្រង់ GPS ដែលបង្ហាញថាផ្លូវនៅខាងមុខមានភាពបត់បែននិងចំណោទខ្ពស់គេបានប្រាប់សុផាឲ្យបើកយឺតព្រោះផ្លូវមានឈ្មោះល្បីថាផ្លូវកោងនិងគ្រោះថ្នាក់បំផុតនៅពេលដែលរថយន្តបានបើកមកដល់ចំណុចផ្លូវកោងមួយដែលអ្នកស្រុកតែងតែនិយាយតៗគ្នាថាជាផ្លូវកោងកងតាក់ស្រាប់តែមានរឿងមិននឹកស្មានដល់បានកើតឡើងសុផាបានចុចហ្វ្រាំងតាន់ហ្គាល់ភ្លាមរហូតដល់រថយន្តរអិលបន្តិចនៅចំកណ្ដាលផ្លូវកោងនោះមានស្ត្រីម្នាក់កំពុងតែឈរសក់របស់នាងវែងសើមជោគហើយនាងស្លៀកពាក់ពណ៌សក្នុងស្ថានភាពដែលមានអាប់ក្រាស់បែបនេះការឃើញមនុស្សម្នាក់ឈរនៅកណ្ដាលផ្លូវស្ងាត់ជ្រងំគឺជារឿងដែលគួរឲ្យខ្លាចបំផុតដាលីនបានស្រែកឡើងដោយការពិតភ័យសុផាឈប់ឡានសិនតើនរណាមកដើរលេងមកនេះសុផាបើកកញ្ចក់ឡានបន្តិចខ្យល់ត្រជាក់និងក្លិនសើមបានបក់ចូលមកក្នុងរថយន្តគេបានសួរទៅកាន់នាងទាំងសំឡេងញ័របងស្រីតើបងត្រូវការឲ្យជួយអ្វីទេតើមកធ្វើអ្វីនៅទីនេះស្ត្រីម្នាក់នោះមិនបានឆ្លើយភ្លាមនោះទេនាងងាកមកយឺតផ្ទៃមុខរបស់នាងស្លេកស្លាំងគ្មានឈាមហើយភ្នែករបស់នាងសម្លឹងត្រង់មកកាន់អ្នកនៅក្នុងរថយន្តដោយភាពស្ងាត់ស្ងៀមដោយសារតែចិត្តអាណិតនិងគិតថាអ្នកដំណើរជួបគ្រោះថ្នាក់សុផាក៏បានសម្រេចចិត្តបើកទ្វារឲ្យនាងឡើងលើរថយន្តនៅពេលដែលនាងបានចូលមកអង្គុយនៅកៅអីខាងក្រោយក្លិនផ្កាម្លិះចាស់ក៏ចាប់ផ្ដើមភាយឡើងពេញកាប៊ីនឡានក្លិននោះមិនមែនជាក្លិនធម្មតាទេប៉ុន្តែជាក្លិនដែលធ្វើឲ្យអ្នកស្រូបចូលមានអារម្មណ៍វិលមុខនិងព្រឺរងារតនាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលទើបងាកទៅមើលខាងក្រោយដើម្បីសួរនាំបងស្រីតើបងទៅណាដែរយប់នេះប៉ុន្តែនៅពេលដែលរតនាងាកទៅក្រោយភាពស្ងៀមស្ងាត់គួរឲ្យខ្លាចបានគ្របដណ្ដប់គ្មាននរណាម្នាក់អង្គុយនៅក្រោយកៅអីឡើយកៅអីនៅទៅទេមានតែដំណក់ទឹកសន្សើមឬទឹកភ្លៀងស្រក់តិចនៅពីលើពូកកៅអីតែប៉ុណ្ណោះដាលីនស្រែកយំដោយភាពភ័យខ្លាចរហូតដល់ថ្នាក់ចាប់ដៃសុផាជាប់នាងទៅណាហើយយើងត្រូវតែចេញពីទីនេះឥឡូវនេះសុផាភ័យរន្ធត់រហូតដល់ញ័រដៃញ័រជើងតែគេបានព្យាយាមទប់អារម្មណ៍ដើម្បីបើកឡានទៅមុខស្រាប់តែវិទ្យុនៅក្នុងរថយន្តបានបន្លឺឡើងនៅសំឡេងរំខានមុននឹងទៅជាសំឡេងបែបខ្សឹបខ្សៀវយ៉ាងច្បាស់ពួកឯងមកទីនេះមិនអាចត្រឡប់ក្រោយវិញបានទេចូលនៅទីនេះជាមួយខ្ញុំ
ដោយសារតែมันអាចទ្រាំទៅនឹងស្ថានភាពនេះបានសុផាក៏សម្រេចចិត្តជួយប្រយុទ្ធនៅចិញ្ចើមផ្លូវហើយពួកគេទាំង3នាក់បានបើកទ្វារសម្ដៅទៅកាន់ប៉ុស្តិ៍ជាមួយដែលនៅចម្ងាយប្រហែល500ម៉ែត្រនៅពេលដែលបានជួបទៅនឹងសន្តិសុខប្រចាំការនៅទីនោះពួកគេបានប្រាប់រឿងរ៉ាវទាំងអស់សន្តិសុខវ័យចំណាស់ម្នាក់បានងក់ក្បាលយឺតហាក់បីដូចជាបានដឹងរឿងនេះរួចមកហើយសន្តិសុខដែលមានវ័យចំណាស់រំនេះបាននិយាយថាផ្លូវកោងនោះតែងតែមានរឿងរ៉ាវបែបនេះកើតឡើងជារឿយៗកាលពីប៉ុន្មានឆ្នាំមុនមានរថយន្តមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ជ្រោះនៅត្រង់ចំណុចនោះដោយសារតែមានផ្ទៃអាប់ក្រាស់និងផ្ទៃមេឃងងឹតមនុស្សម្នាក់បានបាត់បង់ជីវិតនៅទីនោះដូច្នេះហើយទើបវិញ្ញាណរបស់នាងតែងតែនៅចាំអ្នកដំណើរឆ្លងកាត់នៅទីនេះនៅពេលយប់នៅពេលថ្ងៃរះឡើងពួកគេបានត្រឡប់មកយកឡានវិញតែអ្វីដែលគួរភ្ញាក់ផ្អើលនិងព្រឺរោមបំផុតនោះគឺស្លាកលេខឡានរបស់នាងត្រូវបានប្រឡាក់ដោយដីក្រហមហើយមានស្នាមរៀមដៃតូចមួយនៅលើកញ្ចក់ផ្ទៃខាងក្រោយយ៉ាងណាមិញរឿងនេះបានបន្សល់ទុកនៅមេរៀនមួយសម្រាប់ពួកយើងថាការធ្វើដំណើរនៅពេលជ្រៅក្នុងតំបន់ដាច់ស្រយាលឬទីតំបន់ភ្នំគឺពិតជាមានហានិភ័យខ្ពស់មិនត្រឹមតែគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេតែថែមទាំងអាចជួបប្រទះនៅរឿងរ៉ាវដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបានយ៉ាងណាមិញសរុបមកតើបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះតើធ្លាប់ជួបប្រទះនឹងរឿងអាចកំបាំងបែបនេះនៅពេលដែលធ្វើដំណើរដែរឬទេសូមបញ្ជាមតិនៅខាងក្រោមសូមអរគុណសម្រាប់ការស្ដាប់រឿងរ៉ាវនេះតាំងតែពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងរឿងរ៉ាវព្រឹកព្រួយថ្មីៗនៅវីដេអូបន្ទាប់សូមអរគុណសូមគោរពលា